ថ្ងៃនេះយើងមកធ្វើកំសៀវដាំទឹកបញ្ហារបស់វាគឺអត់មានភ្លើងបើកអត់ចេញអានេះយើងវាស់មើលឲ្យបញ្ហារបស់វាគឺមកពីបាតក្រោមកំសៀវអត់ខូចទេអញ្ចឹងមុននឹងយើងធ្វើយើងដកដុយវាចេញសិនមកខ្លាចឆក់ហើយឬហើយយើងក៏ដោះខ្ចៅវាចេញទាំង3គ្រាប់មកខ្ចៅវាមាន3បន្ទាប់ពីយើងដោះខ្ចៅចេញរួចយើងក៏ទាញយកអាសនំបាតកំសៀវនឹងចេញមកក្រៅមកយើងពិនិត្យមើលឃើញថាកំហុសរបស់វាត្រង់ហ្នឹងហើយខ្សែភ្លើងវាផលិតមកដូចផុយមិនហ្នឹងហើយយើងក៏យកកត្រៃមកកាត់ចេញមកហើយអាចចំណុចខ្សែទាំងសងខាងដែលគេប្រើជើងដោតហ្នឹងយើងដកវាចេញមកមិនបាច់ប្រើទេអាខ្សែហ្នឹងក្រែងលោវាអតីតថ្ងៃក្រោយទៀតវាឆេះកន្លែងហ្នឹងទៀតហើយជើងហ្នឹងយើងកោសសម្អាតវាឲ្យស្អាតមករួចហើយយើងក៏យកខ្សែហ្នឹងមកច្រឹបវាមកសមរម្យដែលយើងអាចផ្សារបានមកហើយយកទៅជ្រលក់ស្រល់បន្តិចដើម្បីឲ្យស្រួលផ្សារហើយយើងក៏ផ្សារលើខ្សែហើយយើងក៏បស៊ីលើអាជើងនឹងដែរបស៊ីវាសងខាងមកដើម្បីឲ្យផ្សារទៅជាប់ល្អរួចហើយយើងក៏យកខ្សែនឹងផ្សារចូលមកផ្សារមកខាងហើយក៏ផ្សារមកខាងទៀតបន្ទាប់ពីយើងផ្សារខ្សែនឹងរួចយើងក៏ដាក់អាសនំនឹងចូលវិញមកហើយយកកម្របវាដាក់មកវិញមកខ្ចៅចូលខ្ចៅវាមាន3គ្រាប់ហ្នឹងយើងមួលវារឹតវាមកតឹងស្អាតមកស្រេវាមកចំមកបន្ទាប់ពីយើងមកខ្ចៅហើយយើងកុំភ្លេចមើលចំណុចនេះអានេះជួនកាលវាលឹបអាជើងនឹងទៅក្នុងបើយើងឃើញជើងវាលឹបយើងឆ្កឹះប្រហើបវាមកបើសិនជាជើងវាខ្មៅយើងឆ្កឹះអាកញ្ញោមជាតិខ្ជុងជាតិច្រេះខ្មៅនឹងចេញទៅវាដំណើរការអញ្ចឹងយើងក៏យកវាមកតេស្តមើលទៅឃើញថាវាដំណើរការធម្មតាជីកមួយភ្លឺមកអញ្ចឹងតែប៉ុណ្្នឹងទៅលុយសុទ្ធតែ$20លើគោក